ធ្លាប់តែឃើញម្ហូបឥណ្ឌាគេធ្វើតាម YouTube តាមវីដេអូឥឡូវមកសាកញ៉ាំម្ហូបឥណ្ឌាម្ដងចាំមើលរសជាតិម៉េចម្ហូបឥណ្ឌាប្លែកតែរសជាតិសួស្តីញសួរបងប្អូនអ្នកគ្នាឥឡូវដល់ម៉ោងឃ្លានហើយត្រូវទៅក្រៅដើម្បីរកញ៉ាំខ្ញុំចេញពី hostel ហើយខ្ញុំទៅហៅម៉ូតូខ្ញុំព្រោះខ្ញុំជួលម៉ូតូខ្ញុំគិតថាជិះម៉ូតូទៅព្រោះបានមើលទេសភាពផងមានអីនៅសៀមរាបនេះ fresh ម្យ៉ាងដែរតែអ្នកនរគ្នាគាត់ថានៅសៀមរាបអត់មានញឹកដូចនៅភ្នំពេញទេចរាចរណ៍ព្រោះថានៅភ្នំពេញប្រជាជនច្រើនជាងអញ្ចឹងវារៀងស្ទះច្រើនជាងសៀមរាបហើយខ្ញុំយកម៉ូតូទៅផ្ញើគេហើយខ្ញុំដើរមើលនៅសៀមរាបនេះអីក៏មានលក់ដែរអ្នកនរគ្នាហើយពាក់ព័ន្ធមួយសម្រាប់ធ្នោវិញបែបភ័យឯងមានស្នាក់ការរបស់នគរបាលគាត់នៅនឹងអញ្ចឹងប្រចាំការ24ម៉ោងលើ24ម៉ោងមានបញ្ហាអីអាចទៅប្រាប់គាត់បានហើយនៅ Pop Street នេះខ្ញុំគិតថាអត់មានអីដែលអសន្តិសុខទេគាត់ថាបងនគរបាលគាត់មានច្រើនគ្នាអញ្ចឹងព្រោះគាត់មកគាត់មិនមែនធ្វើយើងភ័យឲ្យអីទេគាត់មកការពារសម្រាប់ធ្នាប់ការពារសុវត្ថិភាពជូនអ្នកដែលមកលេងនៅខេត្តសៀមរាបជាពិសេសនៅ Pop Street ហ្នឹងខ្ញុំមកនៅខ្ញុំទៅហ្នឹងគឺអត់សូវមានមនុស្សទេដោយសារតែប្រជាជនដែលគាត់មកលេងហ្នឹងគាត់អត់សូវតមកលេងព្រោះដោយសារពេលខ្ញុំទៅហ្នឹងខ្ទង់ម៉ោង6ជាង7ដែរនៅ Pop Street នៅដូចនៅម្ដងមាត់ទន្លេយើងអញ្ចឹងមានផាប់មានអីមានកន្លែងអីវិញគាត់ថា Pop Street រៀងពិសេសជាងបន្តិចដោយសារតែមានកន្លែងគេលក់វត្ថុអនុស្សាវរីយ៍ច្រើនជាងនៅពេញមានអារម្មណ៍ថានៅ Pop Street នេះជាពិសេសនៅខេត្តសៀមរាបបរទេសច្រើនហើយស្រីផផស្អាតទាំងខ្មែរទាំងជនជាតិពេលដើរបងខាងម៉ាស្សាជើងនោះគាត់ហៅម៉ាស្សាហើយខ្ញុំទៅម៉ាស្សាខ្ញុំបើខ្ញុំមកសើបជើងយ៉ាងអបហើយនៅក្នុង Pop Street ផ្លូវលំហែមមួយគេមាន mini pub ឬក៏ mini garden beer garden គេខ្ញុំដើរម្នាក់ឯងទៅមានអីកន្លែងនេះចង់ឆ្លោះកជើងហើយបាយកាមេរ៉ាមកឃើញបងគាត់លក់វត្ថុអនុស្សាវរីយ៍មានហូបនៅនេះស្អីក៏មានដែរអ្នកនរគ្នាមានទាំងហូបកនូនិយាយទៅនៅសៀមរាបនៅភ្នំពេញមានអីនៅសៀមរាបមានហ្នឹងសៀមរាបមានអារម្មណ៍ថាសប្បាយមួយយ៉ាងហើយតំបន់គេមានម៉ាស៊ូនគេសប្បាយយកមកហើយម៉ូតូវិញទុកតាមផ្លូវវិញកុំថាបាត់ទេខ្ញុំទុកហើយអត់មានបាត់ទេមិនបាច់ចាក់សោកក៏បានដែរនៅតាមផ្លូវខ្ទង់ខ្ញុំថតហ្នឹងខ្ទង់ម៉ោង7ជាងមានអីនៅតាមផ្លូវសប្បាយម្យ៉ាងដើរមើលពីរបៀបរស់នៅរបស់បងនៅខេត្តសៀមរាបអត់ខុសពីនៅខាងពេញម៉ែនេះដើរចូលអ៊ំគាត់លេងភ្លេងបុរាណខ្មែរខ្ញុំឈរស្ដាប់ឡើងមកសន្ទុះធំព្រោះមួយយ៉ាងពេលដែលគាត់ឈរលេងអញ្ចឹងអង្គុយលេងអញ្ចឹងខ្ញុំដើរស្រែមុខហើយធ្វើមុខធ្វើមាត់ដាក់កាមេរ៉ាបើអ្នកដឹងថាយើងថត content ទៅមានអីហើយបើអ្នកអត់ដឹងយើងថត content វាពិសេសអ៊ំចាស់ក៏គិតថាយើងមិនទៅឥឡូវដើរម្នាក់ឯងចឹងទៅថតកវីកវត្តកាមេរ៉ាចឹងទៅដើររកអីញ៉ាំតែមិនដឹងថាញ៉ាំអីព្រោះពេលដែលខ្ញុំដើរហ្នឹងហើយខ្ញុំមកវិញឃើញមនុស្សច្រើនដែរមកគេថាគេស្អាតគេដើរដែរអារឿងចោលឆក់ចោលលួចអីមួយនៅសៀមរាបខ្ញុំអត់ខ្លាចទេខ្ញុំខ្លាចតែម៉ាំងពីក្រោយមកថាដើរខ្ញុំសាមើលក្រោយព្រោះសារឡានម៉ូតូរៀងច្រើនពេកឥឡូវដើរមកដល់ផ្សារខ្មែរមានអីទាំងអស់គ្នានៅហ្នឹងគេលក់ម្ហូបខ្មែរលក់ម្ហូបអីច្រើនមែនតើតែរកកន្លែងអង្គុយអត់បានព្រោះសារបងគាត់មកពីភ្នំពេញច្រើនដែរដល់ឥឡូវដើរមកឃើញហាងឥណ្ឌាគេឆ្លោះគ្នាមួយប៉ាគីស្ថានតែខ្ញុំឃើញហាងឥណ្ឌានេះដាក់ជាមួយប៉ាគីស្ថានឥឡូវអង្គុយចាំអា chicken bria ស្អីគេណាណីខ្ញុំអត់សូវចេះហៅទេតែមកលើកទី1
ថតនេះថតសំដែងហ្នឹងអរនេះទៅចុចពីនេះវីដេអូតែគ្មានចុចអីទេដល់លើបានបាយមនគេមកបាយព្រីរីយ៉ាស្អីទេតែមានអីហ្នឹងអរនេះឆ្ងាញ់ទេឃើញគេនៅក្នុងវីដេអូគេញ៉ាំដៃតែខ្ញុំញ៉ាំសាភាខ្ញុំញ៉ាំបារាខ្ញុំគិតថាអាហ្នឹងម្ហូបម៉ាឡេស៊ីឬក៏ម្ហូបអីផ្សេងអញ្ចឹងអត់បានគិតថាម្ហូបឥណ្ឌាហើយខ្ញុំចូលចិត្តញ៉ាំបែបនេះជាងបែបអត់ប្រើទឹកជ្រលក់បើខ្ញុំប្រើទឹកជ្រលក់មានអារម្មណ៍ថាវារៀងភ្លាវទៅជាឆ្លែមអីចឹងវារៀងឆាប់តលន់បើញ៉ាំចេះអត់អីឆ្ងាញ់ទាំងអស់គ្នាខ្ញុំខ្វាកដែរដាក់យកខ្វល់លេទៀតហើយលើគេហើយញ៉ាំអានឹងឆ្ងាញ់មានអារម្មណ៍ថាឆ្ងាញ់ម្ហូបឥណ្ឌាបើយើងមើលតាមវីដេអូខ្ញុំអត់កែតែមានអីឥឡូវនេះប្រើសមឆ្ងាញ់ដែរ Okay. You like? Yummy. Yummy. It's not name biryani. You are Cambodia? Yeah, Cambodia. Thank you. Have a Yeah. good day. Bye bye. មើលសៀមរាបយប់ឡើងមានអីសប្បាយម្យ៉ាងដែរតាវាត្រជាក់ស្រួលចរាចរណ៍វាច្រើនដែរតែវាអត់ញ៉ៃញ៉ៃដូចនៅពេញ ពេលហ្នឹងខ្ញុំរៀងពុលបាយដែរតែមិនដឹងថាជីទៅណាហើយទៅកន្លែងគេនឹងគេដើម្បីអីព្រោះរសារទឹមតែម៉ោង9ជាង7:10ហ្នឹងខ្ញុំគេរហូតដល់ម៉ោង11 12ដល់ឥឡូវជីតាមឆ្វែលតាមស្ទឹងសៀមរាបទៅមើលពីការរស់នៅបងមើលពីប្រជាជនជាពិសេសខ្ញុំចូលចិត្តដើរលេងពីយប់ព្រោះរសារបានមើលភ្លើងពណ៌អូខេបងប្អូនអ្នកគ្នាប្លុកយើងមានតែប៉ុណ្្នឹងទេជូនពរបងប្អូនអ្នកគ្នាសុខភាពល្អបាយបាយរីករាយសួស្តី